សេចក្តីព្រួយបារម្ភកើតចេញពីការព្យាយាមគូសវាសអនាគតខ្លាំងពេករីឯសេចក្តីទុក្ខកើតឡើងដោយសារយើងយកជីវិតទៅប្រៀបធៀបនឹងពាក្យថាគួរតែមានតាមវ័យពេលខ្លះយើងហត់នឿយខ្លាំងដោយសារតែដេញតាមការវិភាគរបស់សង្គមរហូតភ្លេចរស់នៅក្នុងជីវិតពិតប្រាកដជារបស់ខ្លួនឯងសម្ពាធដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងជីវិតគឺការរំពឹងទុកថាយើងគួរតែដើរដល់ចំណុចណាមួយនៅត្រឹមវ័យនេះការរៀបចំផែនការជីវិតជារឿងល្អប៉ុន្តែការបង្ខំខ្លួនឯងឲ្យដើរតាមលំនាំជីវិតធម្មតាដែលត្រូវតែមានគ្រួសារឬរៀបការតាមអាយុដែលសង្គមកំណត់វាអាចក្លាយជាខ្នោះដៃចងភ្ជាប់គំនិតនិងបំផ្លាញសេចក្តីសុខក្នុងពេលបច្ចុប្បន្នជីវិតពិតចាប់ផ្ដើមនៅពេលដែលយើងព្រមលែងដៃពីរបៀបវារៈដែលអ្នកដទៃសរសេរឲ្យខ្ញុំបានចំណាយពេលយ៉ាងច្រើនដើម្បីរៀបចំជំហានជីវិតដ៏ល្អឥតខ្ចោះមួយដោយគិតថាដល់វ័យនេះអ្វីគ្រប់យ៉ាងដូចជាដៃគូជីវិតនិងស្ថិរភាពនឹងធ្លាក់មកចំកន្លែងប៉ុន្តែជីវិតមិនដែលគោរពកាលបរិច្ឆេទកំណត់របស់យើងទេហើយការប្រឆាំងនឹងការពិតនេះមានតែធ្វើឲ្យយើងបាត់បង់ភាពស្រស់ស្អាតនៃបច្ចុប្បន្នកាលតែប៉ុណ្ណោះអន្ទាក់នៃជីវិតធម្មតាគឺវាទាមទារឲ្យអ្នកបដូរយកសេចក្តីសុខបច្ចុប្បន្នទៅរង់ចាំចំណុចដៅណាមួយនៅថ្ងៃអនាគតនៅពេលដែលយើងផ្ដោតខ្លាំងពេកលើអ្វីដែលយើងគួរតែមានតាមអាយុយើងនឹងបញ្ចប់ទៅដោយការសោកស្ដាយចំពោះជីវិតដែលយើងមិនបានចង់បានពិតប្រាកដគ្រាន់តែដោយសារវាជាផ្លូវដែលសុវត្ថិភាពខ្វល់ខ្វាយតែងតែរីកដុះដាលនៅក្នុងចន្លោះរវាងជីវិតដែលយើងកំពុងរស់នៅនិងការវិភាគជីវិតដែលយើងបង្កើតឡើងក្នុងចិត្តចូលលុបប្លង់មេនោះចោលចោះព្រោះរឿងរ៉ាវខ្លះត្រូវបានសរសេរឡើងដើម្បីឲ្យយើងរស់នៅមិនមែនសម្រាប់ឲ្យយើងគូសវាសទុកមុនដើម្បីឈប់រត់តាមការវិភាគសង្គមយើងត្រូវបដូរពីការរស់នៅតាមបែបប្រតិកម្មមកជាការរស់នៅដោយមានសតិដឹងតាមរយៈយុទ្ធសាស្ត្រជាក់ស្ដែងចំនួន3ការបង្កើតព្រំដែនផ្ទាល់ខ្លួនរៀនបដិសេធចំពោះកម្មវិធីសង្គមការងារឬការរំពឹងទុកដែលមិនស្របនឹងតម្លៃស្នូលរបស់ខ្លួនបដូរពីស្វែងរកសេចក្តីសុខក្នុងការខកខានព្រឹត្តិការណ៍វឹកវរខាងក្រៅដើម្បីមកវិនិយោគលើពិភពខាងក្នុងវាមិនមែនជាការខកខានជីវិតទេប៉ុន្តែវាជាការជ្រើសរើសមិនចូលរួមក្នុងឆាកល្ខោនដែលមិនមែនជារបស់យើងការកំណត់ជោគជ័យដោយខ្លួនឯងសរសេរនិយមន័យនៃពាក្យថាជោគជ័យឡើងវិញនៅលើក្រដាសមួយសន្លឹកប្រសិនបើជោគជ័យរបស់អ្នកគឺការមានចិត្តស្ងប់សុខភាពល្អនិងមានពេលសម្រាប់មនុស្សជាស្រឡាញ់ចូលរស់នៅតាមស្តង់ដារនោះហើយឈប់យកបន្ទាត់វាស់វែងរបស់អ្នកដទៃមកវាស់វែងជីវិតរបស់ខ្លួនឯងជីវិតមិនមែនជាការរត់ប្រណាំងដែលមានខ្សែទីព្រ័ត្រតែមួយសម្រាប់មនុស្សគ្រប់គ្នានោះទេប៉ុន្តែជាការដើរកម្សាន្តគ្មាននរណាម្នាក់ដើរលឿនជាងអ្នកហើយក៏គ្មាននរណាម្នាក់ដើរយឺតជាងអ្នកដែរគ្រប់គ្នាកំពុងរស់នៅក្នុងល្វែងម៉ោងផ្ទាល់ខ្លួនការឈប់រត់តាមការវិភាគសង្គមហើយងាកមកប្រឡែងចិត្តឲ្យរស់នៅក្នុងបច្ចុប្បន្នភាពមិនមែនជាការចោះចាញ់នឹងព្រះព្រហ្មលិខិតនោះទេប៉ុន្តែវាគឺជាការដណ្ដើមយកចតាកម្មនៃជីវិតរបស់ខ្លួនឯងត្រឡប់មកវិញចូលឈប់ធ្វើជាតួអង្គបន្ទាប់បន្សំនៅក្នុងរឿងព្រេងរបស់អ្នកដទៃហើយចាប់ផ្ដើមធ្វើជាតួឯកនិងជាអ្នកនិពន្ធដ៏មានសេរីភាពនៅក្នុងសៀវភៅជីវិតផ្ទាល់ខ្លួនរបស់អ្នកចាប់ពីថ្ងៃនេះតទៅ